គ្រឿងខ្មែរគ្រឿងលួងគ្រប់មុខឈ្ងុយឆ្ងាញ់ស្រស់បងប្អូនយកទៅធ្វើអាម៉ុកដូចយើងបានបុកគ្រឿងថ្មីអញ្ចឹងអត់នៅបាត់ដំបងយូរហើយមិនដែលធ្វើអាម៉ុកខ្យងញ៉ាំសោះឬគេល្បីអាម៉ុកខ្យងក៏មិនស្មើនឹងបានធ្វើខ្លួនឯងម្ដងដែរអាម៉ុកខ្យងពេលយើងធ្វើហើយឆ្ងាញ់ខ្លាំងបងប្អូនតែពេលពងធ្វើមានអារម្មណ៍ថាវាដូចអត់សូវទៅនងសោះខ្យងស្រែនេះធំល្អណាស់យកមកធ្វើអាម៉ុកត្រូវហ្មងចង់ធ្វើម្ហូបគ្រឿងច្រើនគ្រឿងលួងមានគ្រប់មុខគ្រឿងលួងដាក់នៅផ្ទះជាប្រចាំពេលណារវល់ច្រើនអញ្ចឹងណាមានតែមកកញ្ចប់នឹងមកបានម្ហូបអាម៉ុកបាត់បងប្អូនទាំងអស់គ្នាធ្លាប់ធ្វើអាម៉ុកខ្យងដែរអត់បើសិនជាធ្លាប់ជួយ comment ផងមកថារសជាតិឆ្ងាញ់មែនដែរអត់ព្រោះអីពេលខ្ញុំធ្វើហើយអាម៉ុកខ្យងនោះគឺឆ្ងាញ់ខ្លាំងយកស្មានដល់ហើយគ្រាន់តែយកខ្យងលីងជាមួយនឹងគ្រឿងអាម៉ុកដាក់មកឆ្ងាញ់បែបហ្នឹងទេគ្រឿងអាម៉ុកនេះវិញបងប្អូនអាចលៃលោកតាមសាច់ខ្យងដែលយើងមានសម្រាប់ខ្ញុំដាក់2កញ្ចប់ព្រោះខ្យងរៀងច្រើនដែរចូល2គីឡូធ្វើអាម៉ុកចង់ឈឺក្បាលប៉ុន្តែនៅពេលដែលយើងមានគ្រឿងលួងអញ្ចឹងអត់ពិបាកបងប្អូនគ្រាន់តែលីងគ្រឿងឲ្យឈ្ងុយចេះហើយដាក់ខ្យងចូលមកគ្រឿងខ្មែរគ្រឿងលួងគ្រប់មុខឈ្ងុយឆ្ងាញ់ស្រស់បងប្អូនយកទៅធ្វើអាម៉ុកដូចយើងបានបុកគ្រឿងថ្មីអញ្ចឹងអត់ខុសគ្នាទេតែល្អពិសេសសម្រាប់បងប្អូនទាំងអស់គ្នាមួយទៀតនោះគឺម្សៅស៊ុបបន្លែនិយាយទៅខ្ញុំគាំទ្រណាស់ផលិតផលខ្មែរព្រោះសហគ្រាសក្នុងស្រុកគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចបើសិនជាយើងមិនគាំទ្រទេអត់មានបរទេសណាមកជួយគាំទ្រយើងទេបងដាក់ចំហុយរយៈពេលកន្លះម៉ោងសម្រាប់របៀបធ្វើរបស់យើងឯនេះមិនមែនត្រឹមតែខ្យងទេសាច់ត្រីសាច់មាន់បានទាំងអស់ដាក់មកម្ដុំណាក៏ឈ្ងុយដែរបងប្អូនអើយចាប់មកនេះតំណងខ្លាំងហើយវាល្មួតជាប់គ្នាល្អមែនតើហ្មង